នៅពេលដែលលាសាច់ដុំវែងគឺស្រូបនៅពេលដែលសាច់ដុំរួញខ្លីគឺផ្លុំខ្យល់ចេញដល់ឈិញមកមុខវាអត់បាត់មកក្រោយដូចគេបញ្ហាគឺបញ្ហាដែលយើងអត់អាចបញ្ជាសាច់ដុំ upper back យើងបានក្នុងខាងលើរបស់យើងបានតែពេលដែលយើងបញ្ជាវាបានទោះយើងហាត់អីក៏ដោយក៏ស្មារបស់យើងនេះនៅខាងមុខដែរដែលវាជាបញ្ហាដែលយើងហាត់ទៅអត់ចូលសាច់ដុំដែលយើងចង់បានឧទាហរណ៍មួយទៀតដូចជាផ្នែកខាងក្រោមអ្នកគេហាត់ស្គាល់ថាហាត់អីបានគេហាត់ទៅគេនិយាយថាអូយហាត់ទៅមានអារម្មណ៍ចូលតាគៀកល្អពេលយើងហាត់ទៅអត់មានអារម្មណ៍ថាបានហាត់តាគៀកសោះអាហ្នឹងក៏ជាបញ្ហាដែរជាពិសេសមនុស្សប្រុសដោយសារអីយើងអង្គុយច្រើននៅពេលដែលយើងអង្គុយច្រើនសាច់ដុំតាគៀករបស់យើងនឹងសម្រាកនៅពេលដែលសម្រាកយើងមកហាត់ដូចគេដូចឯងពេលយើងហាត់មកយកមានអារម្មណ៍ថាយើងបានហាត់តាគៀកអីដោយសារអីសាច់ដុំតាគៀករបស់យើងពោះក្បាលយើងបញ្ជាមកបានអញ្ចឹងក៏យើងត្រូវការដាក់សាច់ដុំហ្នឹងដែរអូខេអញ្ចឹងយើងនឹងចូលទៅឲ្យជ្រៅហើយជាមួយនឹងការអនុវត្តទាំងអស់គ្នាផ្ដើមជាមួយនឹងការធ្វើ dynamic stretch ផ្នែក lower body ណាអញ្ចឹងពាក់ព័ន្ធមួយសាច់ដុំ lower body យើងនឹងធ្វើការ stretch វាទាំងអស់គ្នាហើយនឹងរៀនធ្វើទាំងអស់គ្នាមុននឹងយើងឈានចូលទៅដល់ការ control អូខេអញ្ចឹងយើងជួយរុញកៅអីមកមួយចំហៀងហើយយើងទៅអនុវត្តទាំងអស់គ្នា